đây từng ngọc nia chẳng dừng cho một mê riêng bất tốt như này bọn phơ vì ô ta tông chúng mình mê riêng hỏi còn bọn là này ok chẳng ta tông chúng mình mê riêng bất tốt bọn trong anh ta nia pra là computer nè pra là computer rồi có iPad com pra là thu sắp đầy việc cú hoạt tranh đi việc cú tranh đây việc bạn mừ chẳng ta tông chúng mình computer là nia cho từ can ở Chrome Google Chrome អ្នកនរគ្នាមកឬក៏អ្នកប្រើ iPad អីអាច download តែ review មួយទៅអញ្ចឹងចាស់ស្ដាយយើងចូលមកនេះយើង search មកយើង search រកតែ review មកយើងចូល website ហ្នឹងមកនេះចុចចូលមកអូខេអញ្ចឹងបន្ទាប់ពីយើងចូលបានតម្រង់បែបហ្នឹងវានឹងចេញមកតម្រង់បែបនេះអញ្ចឹងកន្លែងនេះ conflict ណានេះកន្លែងនេះមើល mousepad បងកន្លែងនេះកន្លែងហ្នឹងគេឲ្យអ្នកទាំងអស់គ្នា connect ជាមួយនឹង Gmail អញ្ចឹងអ្នកនរគ្នាកន្លែងហ្នឹង connect ជាមួយនឹង Gmail តិចទៅបងគិតថាអ្នកនរគ្នាប្រហែលជាចេះហើយតែទៅជាមួយនឹងដាក់ Gmail តែសម្រាប់បងអឺមានអីចឹងបងអត់ប្រាប់ទៀតទេអូខេអញ្ចឹងយើងចូលមកកន្លែង search នេះយើងចូលមកកន្លែង search យើងយកពាក្យថាបើយើងចង់វិភាគលើមាសយើងយកពាក្យថា XAUUSD XAUUSD មានន័យថាមាសមានន័យថាគេតំណាងឲ្យមាសក្នុងមួយអោនបើពាក្យ gold មានន័យថាគឺជាអក្សរតាងរបស់មាសអញ្ចឹងមានន័យថាអញ្ចឹងមានន័យថា XAUUSD មានន័យថាមាសគេគិតក្នុងមួយអោនបើ gold គឺជាពាក្យនិមកនិមិត្តសញ្ញាតំណាងឲ្យមាសតោះទេអញ្ចឹងតម្លៃពីរនេះវាដូចតែគ្នាទេគាត់ថានៅក្នុងនេះវាអត់មានពាក្យ gold ទេវាមានតែពាក្យ XAUUSD អញ្ចឹងយើងរកពាក្យនឹងមកនេះយើងយកអាមួយណាក៏បានដែរវាមានច្រើនយើងចង់គាត់ថាវាមកពីប្រទេសផ្សេងគ្នាអញ្ចឹងណាអានេះនៅណាអូដាអញ្ចឹងទៅវាមានច្រើនអញ្ចឹងចង់យកមួយណាយកមួយហ្នឹងទៅបើបងព្រោះនេះបងប្រើហើយនេះអានេះបងប្រើមិញហ្នឹងតែឥឡូវបងយកអានេះវិញស្រួលវិភាគអូខេយើងចុចចូលវាមកអូខេអញ្ចឹងយើងបានមកដល់តម្លៃទីផ្សារមាសហើយដែលវានៅតម្លៃ3769ណាដូចបងបានបញ្ជាក់ក្នុងវីដេអូមិញអញ្ចឹងចាក់តងជាមួយនឹងការវិភាគថាយើងត្រូវដឹងអីខ្លះយើងវិភាគវាស្រួលទេឥឡូវបងពន្យល់ពីអ្វីដែលយើងត្រូវប្រើសិនតែតងជាមួយនឹងកម្មវិធី Trading View គឺវាមានមុខងារជាច្រើនសម្រាប់ឲ្យយើងប្រើទី1តតងជាមួយនឹង indicator នេះ indicator នេះយើងមើលកន្លែងពាក្យយើងមើល mousepad បងណានៅក្នុងហ្នឹងវាមាន time frame ដូចគ្នានេះវាមានទាំង1នាទី1 second 5 10នាទី30នាទី45នាទី1ម៉ោង2ម៉ោង4ម៉ោង3ម៉ោងអីវាមានទាំងអស់យើងចង់វិភាគលើមួយណាក៏បានដែរណាវាស្រួលអញ្ចឹងហើយតកតងជាមួយនឹងindicator នេះយើងចុចលើវា indicator មកនេះយើងចង់បានស្អីគេfree ទេ indicator ហ្នឹងយើងយក indicator buy sell យើងដាក់មកនេះអូខេទៅចេញ buy sell មកណាអូខេ buy sell លោត buy sell ឲ្យយើងបើចង់អត់បានពាក្យ buy sell ទេលុបនេះកន្លែងនេះលុបចុចលើវាទៅមានកន្លែងលុបឲ្យលុបឃើញលុបឯនេះលុបទៅចង់បាន FVG ឯនេះ FVG ចាទៅណាទៀត FVG នេះចុចលើ FVG មកនេះឃើញ FVG ឯងឃើញ FVG អត់ដល់ FVG បាយមកឃើញអត់អាហ្នឹងគេហៅថា indicator សម្រាប់ជំនួយដែលយើងគាត់ថាវាមិនត្រូវ 100% ទេ indicator ហ្នឹងsmart money concept ឯង smart money concept ចង់បានស្អីក៏មានដែរអត់តែអស់គ្នាស្គាល់ឈ្មោះ indicator ចង់បានស្អីក៏មានដែរវាអត់ទៅមានជាបញ្ហាវល់អីទេយើងចង់បាន indicator smart money concept ឯងណែ smart money concept មកឆ្ងាញ់នេះទៅខ្វល់អីឃើញចេញមកឆ្ងាញ់ឃើញចង់ស្អីនេះ BOS នេះស្អីក៏មានដែរគាត់ថាវាមិនត្រូវ 100% ទេគាត់ថាបងប្រាប់ឲ្យយល់នេះអ្នកនរគ្នាអាចគាត់ជាមួយនឹងអានឹងទុកទៅបងបង្ហាញប៉ុណ្ណឹងហើយទៅដល់ search ឈ្មោះវាទៅចុចពី indicator មកចូលកន្លែង search មក search រកឈ្មោះអស់នេះទៅនេះ trend line signal SLTP ដាក់មកនេះតម្លៃ buy តម្លៃចូល SL នេះអូនេះ TP វានៅនេះឃើញអត់តម្លៃ buy កន្លែងនេះ buy ហើយកន្លែងចូល64ចូលហើយ TP វានៅនេះទី1ទី2ម៉ែឃើញអត់
stop loss វានៅនេះមើល stop loss ដល់កអញ្ចឹងចង់បានមួយណាយកមួយនឹងទៅយកមួយនឹងទៅប្រើទៅអូខេស្រួលស្រួលនៅក្នុង trading view គឺវាអញ្ចឹងវាមានបោះច្បាប់បោះចំនួនច្រើនអត់ដូចក្នុង MT5 ទេអញ្ចឹងតកតងជាមួយនឹងអឺមួយទៀតគឺបងបញ្យល់តទៅជាមួយនឹងមុខងារផ្សេងផ្សេងនេះដែលនៅប្រឡោះនេះឥឡូវបងអត់ទាន់បញ្យល់អីច្រើនទេបងបញ្យល់ពីការបញ្យល់សិនអញ្ចឹងឥឡូវប្រហែលជាយល់អស់អញ្ចឹងអានេះតទៅជាមួយនឹងអាសញ្ញានេះអាសញ្ញាព្រួយវិញមកមានន័យថាបើយើងចុចខុសឬថាយើងគូសចេះយើងជូខុសយើងគូសអីទៅយើងអាច back ថយក្រោយចេះឃើញនេះឃើញអាច back ថយក្រោយយើងបានតោះអត់នេះអាសញ្ញានេះមើលម៉ៅផេតបងអាច back ថយក្រោយបានអានេះអត់ទេនេះ back ទៅមុខនេះ back ថយក្រោយអូខេអញ្ចឹងយល់អស់ហើយអាខាងលើអានេះកន្លែង search raw អាបងប្រាប់វិញហ្នឹងចង់វិភាគទៅលើអី search raw អាហ្នឹងទៅយើងមើលមកកណាត់ខាងលើនេះគ្រាន់នេះអូខេអញ្ចឹងយើងមើលមកកណាត់ខាងនេះវិញយើងមើលមកកណាត់ខាងតទៅជាមួយនឹងខាងនេះខំនេះ Gmail របស់យើងណាអញ្ចឹងយើងប្រកាសជាឃើញហើយថានេះអានេះគេយើងប្រើទៅលើគេអាសញ្ញាបន្ទាត់អាហ្នឹងគឺសម្រាប់គូសចែគូបន្ទាត់មួយចែតនេះគូចេះគូ trend line គូអីហ្នឹងណាវាថាគូមកបន្ទាត់គូ trend line គូអីដូចបងគូរត់ដងហ្នឹងអាហ្នឹងគេប្រើអាហ្នឹងអ្នកនរគ្នារៀនគូទៅនេះយកវាមកប្រើការមករៀនគូរៀនអីទៅឃើញអត់មានអីហ្នឹងមុខងារហ្នឹងហើយនៅក្នុងហ្នឹងវាមានមុខងារជាច្រើនទៀតចុចមកនេះវាមានស្អីគេខ្លះនេះអាចយកទៅប្រើការបាននេះអាចតេស្តខ្លួនឯងទៅតើរត់ដងបើបងប្រើជាចាំបាច់បងប្រើតាមមួយនឹងទេនៅក្នុងចំណោមហ្នឹងបងប្រើតាមមួយនឹងទេអា trend line មួយនឹងទេគាត់អត់អានេះអីបងអត់សូវប្រើទេបើគេចង់តេស្តអាចយកទៅប្រើទៅទី2តកតងជាមួយនឹងនេះតកតងជាមួយនឹងអានេះគេហៅថាអាស្អីវាស់ FOMC គេហ្នឹងអាស្អីវាស់ហ្នឹងបងមិនសូវដឹងដែរព្រោះបងអត់ដែរវាស់បងនិយាយត្រង់បងអត់ដែរវាស់ទេពេលខ្លះយើងរៀនខ្លួនឯងវាឆាប់ជាងតកតងជាមួយអានេះគឺជាការសរសេរអក្សរអក្សរ T នេះគឺជាការសរសេរអក្សរមានន័យថាសរសេរអក្សរសរសេរ note សរសេរអីហ្នឹងទៅចង់ដាក់អីសរសេរព្រោះនេះយើងចង់របៀបថាយើងដាក់ជាមួយនឹង trend line ចេះយើងដាក់ជាមួយនឹង trend line ហើយទីចង់សរសេរអក្សរលើ trend line ហ្នឹងយើងចុចអាកន្លែងនេះចុចអាកន្លែងសញ្ញារូបនេះចុចជឹងមកសរសេរអក្សរចុចអូខេមកអក្សរវាជាប់នៅលើនឹងឃើញអត់ឃើញទេអាហ្នឹងមុខងារប្រើហើយតកតងជាមួយនឹងអានេះអាហ្នឹងប្រៀបដូចជានេះប្រៀបដូចជា SL ជាមួយ TP យ៉ាងវារូបរាងចេះតែចាំណានេះអាហ្នឹងរូបរាងវាចេះរូបរាងវាចេះឃើញទេនេះ SL នៅក្រោម TP នៅលើអាហ្នឹងយើងប្រើអញ្ចឹងយើងដាក់មកយើងដាក់អញ្ចឹងមកកន្លែងយើងចូល SL TP ឃើញទេវិញស្រួលប្រើអត់បាទមួយទៀត TP នៅខាងលើវិញTP នៅខាងក្រោម SL នៅខាងលើទៅ TP នៅខាងក្រោមវិញអូខេតោះណារៀនគូរៀនអីខ្លួនឯងណាមកអូខេគេមានប្រើអាមកណោមិនរៀនហើយអានេះដូចជា sticker នេះ sticker millionaire មានអីចង់ដាក់អីដាក់នេះហ៎ម៉ៅដាក់លើគេដាក់រូបអីក៏បានដែរនេះចង់ដាក់រូបអីនេះ emoji នេះចង់ដាក់រូបយំចង់ដាក់រូបខ្មោចដាក់រូបបាយជើងអីតាមមកនេះជាការឆ្លាញ់របស់យើងចង់ដាក់អីដាក់ទៅតែយើងទេហើយតកតងជាមួយអ្វីដែលយើងត្រូវប្រើគឺនៅក្នុងអស់ហ្នឹងណាបងរីឲ្យខមមិនឲ្យប្រើនៅក្នុងទាំងអស់ហ្នឹងអញ្ចឹងនៅក្នុងខ្មៅនោះវាមានច្រើនអញ្ចឹងដូចអានេះអីគេប្រើដែរអានេះសម្រាប់យើងគូសអញ្ចឹងបើ4ឆុងហ្នឹងចាំឈ្មោះវាចុចលើខ្មៅហ្នឹងមកចុចកន្លែងនេះមកឃើញចុចលើវាមកគូសចេះគេប្រើអញ្ចឹងនេះគេចាប់អញ្ចឹងពេលដូចអាសញ្ញាព្រួយបងគូសអត់ដងហ្នឹងនេះដូចជានេះអាផាតនេះចាំមើលម៉ៅឆ្វេងមួយយើងចង់ឲ្យវាឈប់កន្លែងហ្នឹងម៉ៅឆ្វេងមួយទៀតឈប់កន្លែងហ្នឹងម៉ៅឆ្វេងមួយទៀតហើយបើវាចង់វាឈប់កន្លែងហ្នឹងមកម៉ៅឆ្វេង2ដងប៉ុបយកវាឈប់ហើយអញ្ចឹងហើយក៏យើងបើយើងចង់ប្រើណាជាប្រចាំមកយើងដាក់ favorite វាមានន័យថាដាក់រូបផ្កាយវាមួយណានេះសិតដាក់រូបផ្កាយដល់ពេលដាក់រូបផ្កាយទៅវាចេញនេះវាចេញឲ្យនៅនេះតោះនេះយើងជាសុកអ្វីដែលយើងត្រូវប្រើអ្វីដែលយើងត្រូវប្រើជាប្រចាំថ្ងៃទី1នេះទី1បងប្រើ trend line បន្ទាត់
ទី2អានេះក៏បងប្រើគាត់នេះអាហ្នឹងក៏បងប្រើដែរជាប្រចាំថ្ងៃយើងហើយក្នុងហ្នឹងយើងអាចលេងម៉ូដលេងអីបាននេះមិនប្រើបានតែពណ៌នេះកន្លែង sortie នេះណាចាក់ម៉ូដចាក់អីចង់បានពណ៌អីក៏បានដែរបានពណ៌ខ្មៅពណ៌សពណ៌អីក៏បានដែរក៏មានដែរវាមិនខ្វះនេះពណ៌ខមពណ៌អីចុះអាតែឡើងយើងអាចចាក់ពណ៌ទៅចង់បានពណ៌អីនេះពណ៌ខមពណ៌ខមពណ៌បាឈុកពណ៌បាឈុកមានអីក៏មានអានេះដូចជាតកតងជាមួយនឹងដូចជា indicator មួយចំនួនអញ្ចឹងគាត់ថាបងអត់ដែលប្រើវាទេគាត់ថាវាជាប់នៅនឹងតែម្ដងវាដូចជា indicator មួយដែលថាយើងកំណត់តម្លៃ high អ្វី low របស់វាអញ្ចឹងណានេះកំណត់ high កំណត់តម្លៃឡា high កំណត់តម្លៃ low របស់វាអញ្ចឹងអាហ្នឹងគាត់ថាកុំប្រើវាអីរៀនវិភាគខ្លួនឯងទៅវាស្រួលជាងហើយទី2បងប្រើជាមួយនឹង sortie មានន័យសម្រាប់យើងសរសេរអក្សរកន្លែងណាយើងត្រូវចូលកន្លែងណាយើង TP កន្លែងណាយើង SL ហើយកន្លែងណាយើងសួរចំណាំរបស់វាមានន័យថាពេលដែលយើងចាប់ trend ឡើងចេះហើយចាប់ trend ឡើងចេះហើយយើងដាក់ជាមួយនឹង T មកហើយអានេះដូចបងប្រើមិញហ្នឹងវាចេះម៉ៅឆ្វេងមួយដែលយើងចង់ឈប់កន្លែងណាម៉ៅ2ដងទៅវាដាច់ទៅតោះនេះហើយអញ្ចឹងតកតងជាមួយអានេះគឺជាដុល្លារមានថាយើងចុចលើវាមួយទៅនេះវាចេញតម្លៃ visual បង្ហាញតម្លៃយើងមកនេះអាមួយនេះតោះនេះអារូបនេះprint note នេះ print note អាហ្នឹងមានន័យថាយើងប្រើនេះនៅក្នុងនេះតោះនេះនៅក្នុងអា touch នេះតម្លៃ print note យើងចុចលើវាទៅយើងចង់ដាក់តម្លៃណាវាលួចឲ្យតម្លៃហ្នឹងនេះប៉ះចោលកន្លែងនេះឃើញ9135វាលួចតម្លៃយើងមកហើយតកតងជាមួយនេះ SL មួយ TP មិញឃើញទេហ្នឹងបើយើងចង់ប្រើជាប្រចាំយើងដាក់ favorite យើងមកវាលួចឲ្យកន្លែងហ្នឹងហើយអានេះអាវងយើងគូសចំណាំតែកន្លែងហ្នឹងវាស្គប់មកប៉ះប៉ុន្មានដងអានេះប៉ះប៉ុន្មានដងនិយាយទៅប្រើតែប៉ុណ្្នឹងពេកទេណាប្រើតែប៉ុណ្្នឹងពេកទេនេះឃើញអត់យើងប្រើតែប៉ុណ្្នឹងមកវាពេកទេកំណត់តម្លៃខ្លួនឯងមកគូសមករៀនចាគូសិនទៅថ្មីថ្មោងចាគូសិនទៅសំខាន់ឲ្យយើងយល់ថាអាមុខងារណាប្រើដើម្បីអីមុខងារណាប្រើដើម្បីអីអញ្ចឹងមុខងាររបស់ recommend ទាំងមេបង recommend ថានេះយើងអាចលុបចោលទៅតាណាបាត់ហើយអញ្ចឹងយើងមុខងារដែលបងអាចត្រូវប្រើអាចឲ្យអ្នកនរគ្នាប្រើគឺប៉ុណ្ណឹងណាគឺប្រហែល 4-5 អញ្ចឹងតោះណាត់អញ្ចឹងឥឡូវពេលរៀនរបស់យើងគឺមានតែប៉ុណ្្នឹងសិនបងចង់ឲ្យអ្នកនរគ្នារៀនគូសមិនបាច់ខ្វល់ថាគូសចេញអីគូសសិនណាសំខាន់ឲ្យតែមុខឲ្យតែយល់ថាមុខងារអីប្រើទៅលើអីមុខងារអីប្រើទៅលើអីឲ្យយើងយល់ប៉ុណ្្នឹងសិនបើយើងយល់ប៉ុណ្្នឹងហើយចាំបងបរៀនតទៅជាមួយនឹងការគូសទៀតថាយើងគូសមិនអីមិនសំខាន់បងចង់ឲ្យតែយល់តទៅជាមួយនឹងការប្រើទៅលើមុខងារផ្សេងដូចខាងលើនេះ indicator នៅប្រើសម្រាប់អីអានេះប្រើសម្រាប់អី break ថយក្រោយអីនេះគេធ្វើមើលឃើញអត់ហើយអាបញ្ជូននេះគេប្រើដើម្បីអីគូសអីមិនវាមានច្រើននៅក្នុងហ្នឹងអញ្ចឹងយើងរៀនមើលរៀនគូសអានេះយើងប្រើអាណាក៏បានដែរដូចអានេះអីនេះគឺគូសសម្រាប់ចែកសម្រាប់ដូចថាវិភាគរូបមេអំបៅរូបអីហ្នឹងវាមានច្រើននៅក្នុងហ្នឹងអញ្ចឹងរៀនគូសទៅយល់ថាមុខងារទាំងអស់ហ្នឹងគេប្រើដើម្បីអីសិនទៅដល់ពេលអ្នកនរយល់ហើយបងនឹងចេញវីដេអូបន្ទាប់ទៅជាមួយនឹងការគូសតោះណាត់អញ្ចឹងថ្ងៃហ្នឹងបងមានតែមេរៀនរបស់យើងមានប៉ុណ្្នឹងសិនហើយចាំមើលបងចេញវីដេអូទៀតតទៅជាមួយនឹងការគូសហើយយើងគូសមិនរាល់ថ្ងៃអូខេអញ្ចឹងបាយបាយអ្នកនរគ្នា